បងប្អូនណាខ្លះដូចក្រុមពួកខ្ញុំឲ្យតែពេលបូមស្រះចាប់ត្រីម្ដងនៅពេលដែលទឹកចាប់ដើមស្រកអស់ពាក់កណ្ដាលស្រះចាប់ដើមនឹងគ្នាបកាត់ភ្លើងចាប់ដើមនឹងគ្នាដើររាវដើរលូកនៅតាមរុននៅតាមគល់ឈើដើរបង់ឲ្យតែបានត្រីដឹងតែយកមកដុតទៅបុតអាំងហើយធម្មតាត្រីនៅពេលដែលទឹកចាប់ដើមស្រកចិត្តអស់ពាក់កណ្ដាលស្រះវាក៏ចាប់ដើមជួយច្បល់លោទៅនេះលោទៅនោះអាខ្លះចូលគល់ឈើអាខ្លះចូលរុនអាខ្លះចូលតាមគៀនក្លុកកលៀតហ្នឹងជាពិសេសបើថាត្រីដៃនឹងត្រីឆ្លូញដឹងតែត្បល់ផុកហើយបើពួកខ្ញុំនេះវិញឲ្យតែចាប់ត្រីបានដបងមួយពីរហ្នឹងដឹងតែគ្មានសល់ទេដោតអាំងតតែខ្ទេចហើយបើថាបានផ្ទុកណារៀងធំរៀងត្រើសគ្មានសល់ស្មៅតែម្ដងដឹងតែក្លិនឈ្ងុយជុំវិញស្រះកន្លែងបូមទឹកហ្នឹងហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាដែលរស់នៅតាមស្រុកស្រែជនបទក៏ធ្លាប់ឆ្លងកាត់ជីវិតបែបហ្នឹងដែរបានខ្លះសេតិចជាមួយរឿងត្រីស្រែឈ្ងុយជាតិដល់កតែបើចាស់ភិកច្រើនក៏ដាក់សារថ្នាំក្តៅត្រូវថែបរបស់គាត់ហើយដល់ពេលចាប់ត្រីរួចម្នាក់ថាងឆ្នាំនេះអត់សូវមានត្រីធំសោះបានអីបានត្រីធំបើអាធំដុតខ្លែមអស់ហើយហ្នឹងឥឡូវនេះយើងមកបូមទឹកជាង3ម៉ោងហើយឃើញថាទឹកក៏ស្រកចង់អស់ពាក់កណ្ដាលដែរដោយសារតែយើងដាក់ធ្ពក់ជាមួយនឹងគោយន្តដាក់កញ្ចែធំពីបើទឹកបានច្រើនអញ្ចឹងវាលឿនហើយវាជួននៅជាប់ស្រះហ្នឹងវាមានរោងស្រាប់នៅនឹងទៀតមានរោងមានភ្លើងផ្សែងហុយទៅលោមពេញទៅស្រះតែម្ដងអ្នកណាអាំងអ្នកណាបងអ្នកណាអង្គុយមើលបន់ឲ្យតែទឹកអស់ទេនឹងអាចចោះចាប់ត្រីហើយនេះគ្រាន់តែជាចំណុចចាប់ផ្ដើមទេចាំមើលដល់វគ្គចាប់ត្រីបានដឹងថាសប្បាយប៉ុណ្ណាតែសប្បាយបានតែចោះមុនដំបងណាប្រយ័ត្នតែបានមុតត្រីដែងទៅគេចោះ1 2លេងសប្បាយជាមួយហើយពិសេសគឺក្មេងៗព្រោះខ្ញុំធ្លាប់ឆ្លងកាត់ជីវិតបែបហ្នឹងអស់ហើយឥឡូវនេះពូខ្ញុំក៏គាត់កំពុងតែដើរបងត្រីយកទៅស្លគាត់ថាមកសណាញ់2 3មកសណាញ់2 3តា4 5សណាញ់គឺមកសឡមុំកូនកញ្ចោះកូនតអោនកូនឆ្លាំងតូចយកមកស្លមកជូរផលិតស្លមកជូរតគួននិយាយថាជាតិបងប្អូនអើយដាក់មកជូរដាក់ម្ទេសហិលស្ដាយមែនទេបងប្អូនអើយដល់វគ្គដែលយើងចាប់ត្រីទូរស័ព្ទខ្ញុំអស់ភ្លើងអាលីងឥឡូវនេះគឺខ្ញុំបញ្ចូលភ្លើងបាន 50% គេចាប់ត្រីចង់អស់បាត់ហើយដល់សល់តែអាត្រីឆ្លាំងតែគេចោះសុទ្ធតែត្រីពពួកអាយុខ្លីឆាប់ពុលផុកឆាប់ងាប់តែគេកោចោះគោឡើងគឺងាប់ខ្ទេចមានតែត្រីក្រាញ់ត្រីឆ្លូញត្រីដៃទេដែលវាធន់មិនចេះពុលមិនចេះចាញ់ផុកទេហើយឥឡូវនេះគឺពូឲ្យបងគាត់យកស្បៃមកគៀយកអាកូនត្រីទាំងអស់ហ្នឹងកុំឲ្យពិបាកចាប់ព្រោះថាអាត្រីឆ្លាំងនេះគេចោះហ្នឹងវាពុលហើយស្រួលចាប់ទេគៀមកយកអាទាំងអស់ទាំងត្រីចង្វាត្រីអីហើយយាយនេះកំពុងតែអង្គុយមើលត្រីអង្គុយរើត្រីបងប្អូនត្រីឆ្លាំងត្រីអីនេះគឺថាងាប់អស់អាលីងនៅសល់ត្រីផ្ទក់ត្រីដែងហើយអាផ្ទក់ធំនេះដឹងតែមុខសញ្ញាដូចតែខ្ញុំនិយាយពីដើមអញ្ចឹងអាណាធំដោតអាងហើយគ្មានបានទៅដល់ផ្ទះទេសម្រាប់បងប្អូនដែលមានតម្រូវការចង់បានដ្រូនកសិកម្មយកមកប្រើប្រាស់កុំភ្លេចជាមួយនឹងក្រុមហ៊ុន PLC ជាក្រុមហ៊ុននាំចូលដ្រូនកសិកម្ម DJI ដំបូងបង្អស់មកកាន់ប្រទេសកម្ពុជាបច្ចុប្បន្នដ្រូនកសិកម្មកំពុងតែពេញនិយមមែនទែនសម្រាប់កសិករដោយសារតែវាធ្វើការបានលឿនឆាប់រហ័សចំណេញពេលវេលាលោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ081 400 006នាំចូលនិងចែកចាយដោយក្រុមហ៊ុន PLC Profit Linker Cambodia